បងប្អូនទាំងអស់គ្នាមួយរយៈនេះហើយជាបងប្អូនមានបញ្ហាពាក់ព័ន្ធនឹង app Telegram ជាទូទៅយើងត្រូវ down ចេញពី Play Store អញ្ចឹងណាប៉ុន្តែ down ទៅប្រើអត់កើតទេឥឡូវនេះខ្ញុំបានបើកអ៊ីនធឺណិតទេណាdown ទៅពេលយើងចូលទៅវាត្រូវការយើងពេញ email អីហើយវាយកូដហើយវាឲ្យយើង pay លុយអានេះខ្ញុំឃើញគេជួបច្រើនហើយខ្ញុំជួបខ្លួនឯងផ្ទាល់ខ្ញុំធ្វើតាមវិធីសាស្ត្រដែលគេធ្វើ vlog ធ្វើអត់បានជោគជ័យទេធ្វើអស់ចិត្តទេតែក៏សម្រាប់ចិត្តប្រើជាលក្ខណៈ web វិញអានេះអ៊ីនធឺណិតរបស់ iPhone ណាយើងចូលក្នុងហ្នឹងទៅយើងចូលក្នុងហ្នឹងហើយយើងវាយ web Telegram ណាបងប្អូន sorry នេះយើងវាយ web Telegram លើណានេះខ្ញុំមានវាយឲ្យស្រេចហ៎ទៅពេលយើងវាយ web Telegram ហ្នឹងហើយខ្ញុំ log in អីចូលធម្មតាស្រួលដូចអត់មានត្រូវការកូដទេត្រូវតែការកូដចេញពីលេខទូរស័ព្ទអញ្ចឹងណារួចហើយនេះយើងចុចកន្លែងហ្នឹងមកអូសមកក្រោមមកវាមាននេះ add to screen add home screen ណាពេលខ្ញុំ add home screen ហ្នឹងមកវាចេញនេះស្តៀង app ដែរវាចេញឲ្យ Telegram web តែហ្នឹងមិនវាមិនមែនជាលក្ខណៈចេញពីdownload App Store ឯងវាចេញពី web តែខ្ញុំ download មកហើយdownload វាមកអញ្ចឹងហើយខ្ញុំក៏ log in ធម្មតាទៅខ្ញុំ add ទៅអត់មានសុខស្មាញអីផងយកតែលេខកូដចេញពីលេខទូរស័ព្ទទេហើយប្រើបានធម្មតានឹងងាយអត់បានអត់ចាំបាច់ទៅណា hotspot hot អី wifi hotspot បិទចុះបិទឡើងខ្ញុំធ្វើអញ្ចឹងខ្ញុំប្រើបានធម្មតាហើយងាយស្រួលស្មុគស្មាញបើសិនជាបងប្អូនចង់សាកល្បងធ្វើតាមខ្ញុំទៅបើសិនកំពុងជួបបញ្ហាហ្នឹងណាហ្នឹងខ្ញុំគ្រាន់តែចាញ់លេខទេព្រោះខ្ញុំរវល់ Telegram ហ្នឹងចង់កន្លះថ្ងៃបើអត់ចេញខ្ញុំត្រូវការបើកទាំងពីរទូរស័ព្ទករណីទូរស័ព្ទមួយទៀតជាប់ថ្មទូរស័ព្ទមួយទៀតយើងអាចមើល Telegram ដែលមានភ្ញៀវឆាតមកអញ្ចឹងណាសម្រាប់យើងធ្វើការ Telegram អរគុណ